ចាជំរាបសួរម៉ាទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានវីដេអូថ្មីមួយមកចែករំលែកជូនហើយជាករណីពិសេសមួយផងដែរដែលរៀងសប្បាយបន្តិចវាជាការបញ្ញាអារម្មណ៍ម៉ាក់គ្រប់គ្នាឲ្យតាមដានកូនណាកាន់តែបានដល់ជាងមុនរឿងគឺអញ្ចេះម៉ាក់អូនបញ្ញាពេជ្រណាត់ជួបដុកទ័របញ្ញាឯកទេសកុមារយើងហ្នឹងណានាំអូនមកពិនិត្យក៏ព្រោះតែអូនតែងតែប្រាប់ម៉ាក់ថាអូនតែងតែឈឺពោះហើយចុកពោះជុំវិញផ្សិតអូនតែម្ដងហើយមានអាការៈចង់ក្អួតទៀតផងគ្រាន់តែអូនណាដែលក្អួតទេនេះបើតាមម៉ាក់រៀបរាប់ប្រាប់ដុកទ័របញ្ញាក្នុងពេលពិនិត្យអញ្ចឹងណាដល់ពេលដែលលោកគ្រូចាប់ផ្ដើមពិនិត្យពោះអូនរកមើលក្រែងលោមានដុំដែលអាចធ្វើអូនណាសាឈឺពោះដោយដែលអូនបានប្រាប់ម៉ាក់អញ្ចឹងតែលោកគ្រូរកឃើញថាពោះអូនគឺមានសភាពធម្មតាមិនមានសញ្ញាសង្ស័យណាមួយឡើយប៉ុន្តែពេលដែលលោកគ្រូចាប់ផ្ដើមពិនិត្យទូទៅមកទួលខ្លួនអូនពីក្បាលដល់ចុងជើងវិញក៏រកឃើញបញ្ហាផ្សេងវិញគឺអូនណាមានគីឡូរៀងទាបខ្លាំងដែលនៅក្បែរខ្សែបន្ទាត់ក្រហមតែម្ដងហើយអូនស្ទើរគីឡូអត់ឡើងគីឡូនៅប្រហែលខែចុងក្រោយនេះនឹងឯងដែលវាជាសញ្ញាអត់សូវល្អប្រហែលទេវាអាចប៉ះពាល់ដល់ការលូតលាស់របស់អូនផងដែរបើសិនជាយើងដោះស្រាយអត់ទាន់ពេលវេលាពេលនេះអូនបញ្ញាពេជ្រមានអាយុ2ឆ្នាំ8ខែហើយមានគីឡូទៅតែ11គីឡូប៉ុណ្ណោះដែលអាយុនេះអូនគួរតែមានគីឡូចន្លោះពី14ទៅ15គីឡូម៉ាក់បានប្រាប់ទៅលោកគ្រូថាអូនអត់ទេញ៉ាំតែទឹកដោះគោសុទ្ធហ្មងហើយញ៉ាំច្រើនទៀតអាហារផ្សេងវិញគឺអត់សូវញ៉ាំទេមិនថាអាហារពពួកសាច់ពពួកជាកាកសរសៃឬផ្លែឈើអីនោះទេម្យ៉ាងវិញទៀតម៉ាក់ក៏ប្រាប់ថាអូនអាសាមានបញ្ហារៀងក្តៀនញឹកញាប់ដែរពិនិត្យរួចពេលគ្រូជជែកគ្នាសួរនាំម៉ាក់លំអិតរួចលោកគ្រូក៏សន្និដ្ឋានបឋមថាបញ្ហារបស់អូនគឺអាចតាក់ទងនឹងរបបអាហារដែលអាចឲ្យអូនអាសាឈឺពោះផងក្តៀនផងហើយជាពិសេសគឺនាំឲ្យអូនមានបញ្ហាគីឡូទាបខ្លាំងជាដំណោះស្រាយដើម្បីអាចកែខែស្ថានភាពរបស់អូនបានណាលោកគ្រូផ្ដល់ការណែនាំឲ្យម៉ាក់សាកល្បងរៀបចំរបបអាហារថ្មីមួយដែលត្រឹមត្រូវសម្រាប់អូនវិញដោយទី1នោះគឺបន្ថយបរិមាណទឹកដោះគោនិងបដូរប្រភេទទឹកដោះគោព្រោះអូនចិត្តធំអាយុ3ឆ្នាំអញ្ចឹងអូនត្រូវទទួលសារធាតុចិញ្ចឹមជាច្រើនដើម្បីជំនួយដល់ការលូតលាស់ហើយទឹកដោះគោតាមមុខគឺមិនអាចផ្ដល់សារធាតុចិញ្ចឹមបានគ្រប់គ្រាន់នោះទេមានន័យថាអូនត្រូវញ៉ាំអាហារឲ្យបានគ្រប់គ្រាន់និងច្រើនវិញទី2នោះគឺផ្ដោតទៅលើអាហារដែលជំនួយដល់ការលូតលាស់របស់អូនដែលមានដូចជាពពួកអាហារសម្បូរជាតិសាច់មានសាច់សុទ្ធមាន់ត្រីពពួកបន្លែផ្លែឈើដើម្បីសម្រួលដល់ការជួសរបស់អូនចាប់ផ្ដើមដំបូងអញ្ចឹងរៀងពិបាកបន្តិចហើយលោកគ្រូក៏បានលើកទឹកចិត្តម៉ាក់ឲ្យព្យាយាមលបួងអូនញ៉ាំឲ្យបានច្រើនដូចគ្នាសូមអរគុណបងស្រីសម្រាប់ការអនុញ្ញាតឲ្យនាងខ្ញុំថតចែករំលែកវីដេអូនេះទៅកាន់ម៉ាក់ផ្សេងទៀតបញ្ជាក់ជូនម៉ាក់កំពុងតាមដានវីដេអូនេះថាម៉ាក់ចង់នាំអូនមកឆែកសុខភាពចាក់វ៉ាក់សាំងតាមដានការលូតលាស់របស់កូនអត់ឡើងគីឡូកូនអាឡែហ្ស៊ីដល់គោកូនឈឺឬក៏កូនមានបញ្ហាសុខភាពផ្សេងណាឬសាកសួរព័ត៌មានលេខទូរស័ព្ទដែលមានដាក់នៅក្នុងខមមិនក្រោមវីដេអូនេះរស់មាន2សាខាគឺសាខាចំការម៉ូនចិត្តរងមុំផ្សារដើមថ្កើបើក24ម៉ោងលើ24ម៉ោងតែម្ដងនិងសាខាសាន់សុកស្ថិតនៅក្នុងផ្សារទំនើបអ៊ីអន2ជាប់តដីបើកពីម៉ោង8ព្រឹកដល់ម៉ោង7យប់ជួបគ្នាវីដេអូក្រោយអរគុណ